để dạy bị nuclear first thing come to the mind គឺខប់បាយវាអាចនិយាយបានថារឿងខ្លះដែលគាត់ expose ទៅជាមួយវាតែគាត់អត់ដឹងនៅពេលដែលយើងធ្វើដំណើរប្រចាំថ្ងៃជាពេលដែលយើងចេញទៅខាងក្រៅហ្នឹងអា cosmic ray គឺគាត់ទទួលបានតែគាត់អត់ដឹងទេការបរិភោគចេកខ្ញុំគិតថាអ្នកទាំងអស់គ្នាស្គាល់ផ្លែចេកហើយគាត់គិតថាវាជាផ្លែបន្លែផ្លែឈើធម្មតាប៉ុន្តែផ្លែចេកត្រូវបានគេអ្នកវិទ្យាសាស្ត្រទទួលស្គាល់ថាជាប្រភេទបន្លែផ្លែឈើមួយប្រភេទដែលមានសារធាតុវិទ្យុសកម្មច្រើនជាងគេច្រើនជាងគេទាំងអស់ក្នុងចំណោមបន្លែផ្លែឈើទាំងអស់ហើយដូចជាការជក់បារីនៅពេលដែលគាត់ជក់បារីច្រើនកម្រិតពេកវាទៅជាកម្រិតពុលរបស់វាឬយកកម្រិតពុលរបស់វាឲ្យប៉ះពាល់ទៅសុខភាពរបស់វាហ្នឹងគឺវាហាក់ធ្ងន់ជាងដែលគាត់ expose ទៅជាមួយនឹងប្រភេទពួកសារធាតុវិទ្យុសកម្មដែលគាត់អត់ដឹងថាពីអីនេះប៉ុន្តែតាមពិតគឺគាត់រស់នៅប្រចាំថ្ងៃជាមួយនឹងភាពបែបហ្នឹងហើយគាត់ជាជំហរនៅពេលដែលគាត់ទៅកន្លែងមួយដែលខ្ពស់ជាងពីបរិយាកាសផែនដីអញ្ចឹងគាត់គឺត្រូវតែ expose ជាមួយនឹងសារធាតុវិទ្យុសកម្មហ្នឹងឯងแล้วក៏ជាកម្រិតមួយដែលគាត់អត់ដឹងហើយក៏វាអត់ប៉ះពាល់ដល់សុខភាពទេហើយមានnuclear medication ជាច្រើនដែលគាត់អាចទៅពេទ្យទៅគាត់អត់ដឹងថាវាជា nuclear medication ពេលខ្លះថ្នាំដែលគាត់បរិភោគនៅពេលដែលគាត់លេបនៅក្នុងការព្យាបាលអីមួយថ្នាំទាំងអស់ហ្នឹងគឺអាចបង្កើតចេញមកពី isotope production ដែលគេប្រើប្រាស់ nuclear medication តែគាត់អត់ដឹងគាត់ថាបានអញ្ចឹងវាមានរឿងជាច្រើនដែលជីវភាពរបស់យើងរស់នៅប្រចាំថ្ងៃជាច្រើនតែពួកគាត់អត់ដឹងទេដែលពួកគាត់រស់នៅជាមួយវាស្រាប់ហើយតែអ្វីនៅពេលដែលនិយាយពី nuclear first thing come to the mind គឺខប់បាយតែគាត់អត់ដឹងថាវាមានអីផ្សេងទៀតហើយគាត់រស់នៅជាមួយវាស្រាប់ទៅហើយជាប្រចាំថ្ងៃអញ្ចឹង